លៀងម៉េងអគ្គនាយកធនាគារជីបម៉ុងឧបត្ថម្ភ10លានរៀលទៅកាន់នាយកដ្ឋានសិល្បៈទស្សនីយភាពជោគជ័យសម្ដែងល្ខោនប្រមោចតីរឿងកុលាបបៃលិនពីថ្ងៃទី1ខែមីនាឆ្នាំ2025ទាំងទស្សនីយភាពល្ខោនប្រមោចតីរឿងកុលាបបៃលិនត្រូវបានសម្ដែងជូនទស្សនិកជនទស្សនានៅផ្សារទំនើបជីបម៉ុង271 Mega Mall ដោយទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនកុះករធ្វើដំណើរមកពីគ្រប់ទិសទីដើម្បីទស្សនាទស្សនីយភាពសម្ដែងដ៏រស់រវើកមួយនេះដើម្បីជាចំណែកមួយក្នុងការទ្រទ្រង់ទម្រង់សិល្បៈល្ខោនប្រមោចតីដែលបានបាត់បង់អស់ពេលជាង20ឆ្នាំមកនេះអ្នកអង្គការលៀងម៉េងអគ្គនាយកនៃធនាគារជីបម៉ុងបានឧបត្ថម្ភទឹកប្រាក់10លានរៀលទៅកាន់នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈតាមរយៈគណនីធនាគារជីបម៉ុងជារឿយៗអ្នកអង្គការលៀងម៉េងតែងតែមានវត្តមានក្នុងការចូលរួមឧបត្ថម្ភគាំទ្រទៅកាន់មូលនិធិសិល្បៈជាហូរហែដោយថ្មីៗនេះនាឱកាសនៃទិវាវប្បធម៌ជាតិ3មីនាខួបលើកទី27អ្នកអង្គការបានចូលរួមផ្សព្វផ្សាយនិងពំនាំនៅសារដ៏សំខាន់នៃការចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិដែលក្នុងនោះអ្នកអង្គការមានប្រសាសន៍យ៉ាងមុតមាំថាយុវជនជំនាន់ក្រោយគឺជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យនៅគង់វង្សយូរអង្វែងតទៅមុខទៀតគួរបញ្ជាក់ថាធនាគារជីបម៉ុងជាធនាគារបង្កើតដោយកូនខ្មែរ 100% មានប្រភពច្បាស់លាស់និងផ្ដល់សេវាហិរញ្ញវត្ថុដូចជាកម្ចីនិងបញ្ញាទៅកាន់អតិថិជនប្រកបដោយជំនឿទុកចិត្តដោយមានក្រុមហ៊ុនយក្សជីបម៉ុងជាក្រុមហ៊ុនមេមានបទពិសោធន៍ធ្វើជំនួញជាច្រើនវិស័យនិងទទួលបានភាពជោគជ័យតាំងពីឆ្នាំ1982